ยังเคยทานนะก็จองบ้านกูสไนล์หล่อนะโป้คือจองบ้านประเดี๋ยวปนหล่อมนุษย์เปล่าจองบ้านประปนหล่อมนุษย์ใส่จองบ้านประเดี๋ยวหล่อการจองบ้านกูสไนล์หรือก็ประเดี๋ยวประปนหล่อจังจะเรื่องหล่อจะเรื่องตรมเตาปอนต้าไว้แต่มันตรมเตานั่นคือท่าเนี่ยคลาจองบ้านประเดี๋ยวประปนหล่อปันตายมันพร้อมเพื่อโคลนไอหล่อจิมุนเนี่ยคลาโคลนไอหล่อหายปันตายมันพร้อมฉลาดดามใบบ้านประเดี๋ยวประปนหล่อคือยังเตาตายคลวนยังละอจิมุนให้ฉลาดพองบ้านสักได้ทายยังเตรประดับบัดคลวนไอละอนังฉลาดไว้ขนมกาเจริญกูสกอโปรมเตียงฉลาดไว้ขนมกาสำหรับสมรูลคลวนขนมการวนได้จมูกขณีมนุษย์ไรมันเตรมีนซองซาประเดี๋ยวประดามนเป็นมีประเดี๋ยวนังมีนซองซาอะไรเงี้ยอะไรไงจงการละอได้บรรดาแต่เจริญมนุษย์มันละอทั่วเจซองซานังหาทามนุษย์ละอให้บรรดาหลงงงเตรประดับบัดคลวนในบ้านละอเรศาตำเนียมตำรับประเพณีดับโพพองก้มบอมบะมกไม้เป๊ะได้ยังในเขมรเป๊ะได้ยังในเขมรคือขัดข้องปรังปรายต่อสู้เรียนโสดประดับเลยการศึกษาเรียนโสดนั่งช่วยធ្វើការងារមកបន្តមកគឺចេញធ្វើការងារឬក៏រកស៊ីនៅក្នុងនឹងដែរគឺត្រូវតែធ្វើឲ្យចរិតរបស់យើងល្អល្អប្រពៃមនុស្សស្រីដែលត្រូវបានបរោះកោតខ្លាចគឺកោតខ្លាចដោយសារចរិយាបើសិនជាមនុស្សស្រីនឹងលេះលោះបើកតែភ្លើងខៀវឲ្យគេដែរនឹងគឺជារឿងនឹងមានកន្លងឬក៏មានមនុស្សខូចខលបលពោចូលមកក្នុងជីវិតហ្នឹងហើយបន្ថែមពីលើការប្រតិបត្តិខ្លួនបានល្អពោលគឺនាងបានធ្វើជាមនុស្សល្អហើយគឺត្រូវតែឆ្លាតមានន័យថាត្រូវយល់ដឹងក្នុងការមើលមនុស្សល្អបរោះយ៉ាងម៉េចជាបរោះល្អមិនមែនមើលតែបរោះសង្ហាសម្បល់សថាចិត្តសឬក៏មើលតែអត្តសញ្ញាណប័ណ្ណឬក៏មើលតែអ្នកដែលប្រកែលួងលោមបើបោះអង្អែលថ្នាក់ថ្នមបញ្ចោបញ្ចើចអត់មើលអញ្ចឹងទេគឺមើលដោយបញ្ញាមើលដោយការយល់ដឹងពីក្នុងចេញទៅមិនមែនមើលត្រឹមតែភ្នែកទេប៉ុន្តែមើលដោយការយល់ដឹងដោយប្តីដែលហៅថាប្រុសពិតប្រាកដដោយប្តីដែលហៅថាប្តីបើសិនជាមិនទាន់យល់កន្លែងហ្នឹងទេកុំតើឲ្យយកប្តីត្រូវយល់ថាប្រុសពិតប្រាកដយ៉ាងម៉េចហើយប្តីពិតប្រាកដយ៉ាងម៉េចស្វែងយល់មនុស្សប្រុសពិតប្រាកដគឺល្អពីខាងក្នុងមកនោះចិត្តគំនិតប្រាជ្ញាស្មារតីសតិអារម្មណ៍គុណធម៌សិលធម៌ហើយត្រូវតែជាមនុស្សប្រុសដែលមានសមត្ថភាពបើសិនជាមនុស្សប្រុសហ្នឹងកន្លោះហើយឬក៏ដល់វ័យគ្រប់ការអត់មានសមត្ថភាពមិនស័ក្តិសមជាមនុស្សប្រុសហ្នឹងទេត្រូវតែមានសមត្ថភាពអ្វីមួយបើថាសង្គមមានសង្គ្រាមឬក៏មានបញ្ហាកើតឡើងដែលมันអាចឲ្យខ្លួនរៀនបានអត់អីទេប៉ុន្តែបើសិនជាកលៈទេសៈអាចរៀនបានចុះរវល់ធ្វើអីបានមិនរៀនអញ្ចឹងមិនថាគាត់មានសមត្ថភាពអ្វីទេគឺត្រូវតែមានសមត្ថភាពយ៉ាងហោចណាស់មួយបើមិនអញ្ចឹងទេបរិះនឹងលេះលោះយើងមិនសំដៅលើលុយទេប៉ុន្តែសំដៅលើសមត្ថភាពជួនកាលគាត់ក្រទេតែគាត់មានសមត្ថភាពធ្វើការងារអ្វីមួយជាក់លាក់ច្បាស់លាស់ជួនកាលគាត់ក៏រកលុយបានដែរប៉ុន្តែគាត់រកលុយបានមកជួយគ្រួសាររបស់គាត់អត់មានអញ្ចឹងយើងអត់មើលលើលទ្ធផលជាលុយទេប៉ុន្តែយើងមើលលទ្ធផលជាលទ្ធភាពនិងសមត្ថភាពរបស់បរិះណាស់អញ្ចឹងចិត្តគំនិតប្រាជ្ញាស្មារតីអត្តចរិតអរិយាបថបូកជាមួយនឹងសមត្ថភាពទៀតបើសិនជាយើងជ្រើសរើសបរិះបានល្អប្រកបដោយការយល់ដឹងរបស់យើងអញ្ចឹងខ្លួនយើងល្អហើយបរិះនឹងល្អទៀតនោះគឺជាចំណុចចាប់ដើមក្នុងការកសាងក្រុមគ្រួសារមួយដែលមានការរីកចម្រើននៅក្នុងដំណើរការកសាងគ្រួសារមិនមែនមានន័យថាជ្រើសរើសមនុស្សបានល្អហើយអត់មានបញ្ហាទេបញ្ហានឹងកើតមានជាបន្តបន្ទាប់ដោយសារការស្រឡាញ់ដោយសារការធ្វើអ្វីទៅទើសទាស់ចិត្តគ្នាដែលក្នុងនឹងហើយបានជាយើងត្រូវដាក់លក្ខខណ្ឌថាយើងត្រូវតែល្អហើយឆ្លាតទៀតភាពល្អប្រសើររបស់យើងមានន័យថាយើងមិនត្រូវទៅសំរឿងឬក៏រករឿងគេភាពឆ្លាតរបស់យើងគឺឆ្លាតក្នុងការជ្រើសរើសហើយឆ្លាតក្នុងការរស់នៅជាមួយគ្នាគឺចេះសម្របសម្រួលចេះហាមឃាត់ចេះដោះស្រាយបញ្ហាដែលកើតឡើងចេះសន្តោសប្រណីចេះលើកលែងខន្តីនិងសម្រាប់ខាងស្ត្រីចំពោះខាងបុរសវិញត្រូវប្រតិបត្តិខ្លួនឲ្យបានល្អនៅក្មេងៗនៅកំឡោះហ្នឹងគឺខំប្រឹងរៀនសូត្រឲ្យមានសមត្ថភាពពិតប្រាកដនិងអប់រំចរិយាសម្បត្តិអប់រំអរិយាបថរបស់យើងឲ្យក្លាយទៅជាមនុស្សដែលមានអត្តចរិតល្អព្រមជាមួយចិត្តស្មោះសរចិត្តស្មោះស្ម័គ្រភក្តីមានគុណធម៌មានសិលធម៌មានសុភាវធម៌នឹងហៅថាប្រតិបត្តិខ្លួនធ្វើខ្លួនច្នៃខ្លួនកសាងខ្លួនអភិវឌ្ឍខ្លួនឲ្យបានល្អប្រសើរជាមុនសិនតាមរយៈយើងល្អនឹងយើងអាចតាក់ទាញបានមនុស្សល្អឬថាបើសិនជាយើងមិនតាក់ទាញទេហើយមាននារីណាម្នាក់តាក់ទាញយើងវិញនោះយើងក៏ត្រូវតែមើលថាតើនារីនោះល្អដែរឬទេការដែលយើងអាចមើលដឹងថានារីល្អឬមិនល្អនោះវាអាស្រ័យលើការយល់ដឹងរបស់យើងឬប្រាជ្ញារបស់យើងដូច្នេះហើយបានសេចក្តីថាយើងត្រូវប្រតិបត្តិខ្លួនឲ្យបានល្អប្រកបដោយការយល់ដឹងមិនមែនថាមនុស្សយ៉ាងម៉េចក៏យើងយកមនុស្សយ៉ាងម៉េចក៏យើងស្រឡាញ់មានអ្នកខ្លះល្អប៉ុន្តែដោយសារតែខ្វាក់ចិត្ត
ប្រើតែអារម្មណ៍ក្នុងការជ្រើសរើសទៅជាជ្រើសរើសមនុស្សខលរប៉លរពោជ្រើសរើសនារីមិនល្អមកធ្វើជាភរិយាហើយមិនចេះណែនាំមិនចេះពន្យល់មិនចេះអប់រំជាងគ្រួសារហ្នឹងមិនអាចទៅមុខឬក៏រីកចម្រើនបានទេមិនមែនមានន័យថាយើងខ្លាំងហើយយកមនុស្សមកដឹងតែខ្លាំងទេយើងល្អយើងពូកែតែត្រូវជ្រើសរើសមនុស្សល្អដែរមនុស្សល្អហ្នឹងមិនមែនជាមនុស្សស្អាតឬក៏ជាមនុស្សមានទ្រព្យសម្បត្តិទេប៉ុន្តែជាមនុស្សដែលមានចរិយាសម្បត្តិល្អមានចរិតមារយាទល្អទោះជានាងក្រីក្រយ៉ាងណាក៏ដោយទោះជាសាច់នាងមិនសក៏ដោយឲ្យតែយើងស្រឡាញ់ពេញបេះដូងហើយនោះគឺជាសម្ផស្សក្នុងចិត្តយើងហើយរឿងថានាងមិនមានក៏ឲ្យចុះប៉ុន្តែឲ្យនាងមានសមត្ថភាពណាមួយដែរព្រោះធំហើយមិនមែនកូនក្មេងទេហើយស្ថិតនៅក្នុងកលៈទេសៈដែលអាចរកសមត្ថភាពដាក់ខ្លួនបានអញ្ចឹងត្រូវមានសមត្ថភាពណាមួយអត់ទ្រព្យសម្បត្តិក៏បានដែរបន្ទាប់ពីមានសមត្ថភាពហើយនារីនោះត្រូវតែមានចរិតមារយាទល្អចេះទុកដាក់ទ្រព្យសម្បត្តិមានចិត្តគំនិតមិនភ្លើតភ្លើនមិនភ្លាវមិនគិតតែពីរឿងសប្បាយមិនគិតតែពីរឿងស៊ីចាយអ្នកខ្លះទៀតដល់ថ្នាក់ភ្លើតភ្លើនរបៀបជាឆ្លក់វង្វេងទៅនឹងគ្រឿងសប្បាយទាំងឡាយមានទាំងគ្រឿងស្រវឹងផងនិងកាមតណ្ហាផងដែរហើយថែមទាំងចរិតរឹងរូសទៀតផងពេលនោះយើងយកមកប្រកាសជាពិបាកហើយទៅទៅវិញបើសិនជាយើងជ្រើសរើសបានល្អអត្តចរិតល្អមារយាទល្អមានសមត្ថភាពមានភក្ដីភាពយើងអាចរួមដំណើរជាមួយគ្នាបានរីកចម្រើនប៉ុន្តែមិនមែនមានន័យថាក្នុងដំណើរជីវិតមិនជួបបញ្ហាទេក្នុងដំណើរជីវិតគ្រួសារនឹងជួបបញ្ហាគ្រាន់តែថាមិនរឹងរូសមិនជជែកអាចនិយាយគ្នាបានអាចបកស្រាយបញ្យល់ហេតុផលស្ដាប់គ្នាបានរស់នៅប្រកបដោយការចុះសម្រុងគ្នាទទួលយកហេតុផលដែលត្រឹមត្រូវសមរម្យហើយចាប់ដៃគ្នាផ្ដោតទៅលើការកសាងសុភមង្គលក្នុងគ្រួសារអញ្ចឹងនៅក្នុងអត្ថន័យសរុបមកវិញគឺយើងចង់បានគ្រួសារល្អប្តីប្រពន្ធល្អគឺយើងត្រូវប្រតិបត្តិខ្លួនឲ្យល្អប្រកបដោយការយល់ដឹងហើយជ្រើសរើសគូស្រករប្រកបដោយការយល់ដឹងជ្រើសរើសគូស្រករឲ្យបានល្អហើយនៅក្នុងដំណើរជីវិតរបស់យើងគឺត្រូវចេះពន្យល់គ្នាទៅវិញទៅមកស្ដាប់ហេតុផលគ្នាទៅវិញទៅមកបើកត្រចៀកឲ្យធំទាំងអស់គ្នាហើយខ្ជិបមាត់ឲ្យទូចៗទើបគ្រួសារនឹងបានសុខចម្រើន